សម្បត្តិមនុស្សល្អកូនជាទីស្រឡាញ់ពេលដែលកូននៅក្នុងសង្គមហើយត្រូវតាក់ទងជាមួយអ្នកដទៃកូនត្រូវរៀបចំរឹកពាក្យល្អនិយាយពាក្យពីរោះព្រមទាំងត្រូវរៀបចំខ្លួនប្រាណសម្លៀកបំពាក់ឲ្យបានល្អផងនេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្ដែងបញ្ជាក់ថាកូនជាមនុស្សល្អកាលដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អទើបសម្ដែងអាកប្បកិរិយាចេញមកល្អគេហៅថាមនុស្សដូចនេះថាជាអ្នកមានសម្បត្តិមនុស្សល្អអ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្សដែលខ្វះនៅគុណសម្បត្តិទាំងនេះក្នុងគ្រប់រឿងទាំងអស់ទាំងការនិយមរាប់អានការឲ្យនៅភាពស្និទ្ធស្នាលការឲ្យនៅភាពទុកចិត្តរហូតដល់ប្រគល់ការងារមុខនីតិសំខាន់ឲ្យធ្វើទៀតផងជាដើមសម្បត្តិមនុស្សល្អគឺការសម្ដែងអាកប្បកិរិយាចេញមកគឺថាមានសភាពរៀបរយត្រឹមត្រូវគួរគួយគុណមិនតោះភ្នែកមិនតោះតិចពេញទៅដោយភាពទន់ភ្លន់និងការគោរពកោតក្រែងកូនគួរបខាត់នៅសម្បត្តិមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួនមានជាអាចគឺតែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យមិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវមានភាពទន់ភ្លន់បន្ទន់ខ្លួនចេះក្រាបសំពះធ្វើការគោរពចំពោះអ្នកធំនិយាយស្ដីសម្រួមមាត់មិននិយាយឲ្យសម្លេងខ្លាំងកោកកាកលោឡាក្នុងទីសាធារណៈឬក្នុងទីប្រជុំមនុស្សមិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នាចេះក្រែងចិត្តអ្នកដទៃពេលទទួលទានអាហារក៏សង្រួមមិនវឹបវ៉ាប់ប្រញាប់ដោយខ្លាចអស់ម្ហូបមិននិយាយក្នុងពេលមានអាហារក្នុងមាត់និងក្រោកនិងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលដោយសពគ្រប់សម្បត្តិមនុស្សល្អជាហេតុឲ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់និងជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នានឹងជួយទំនុកបំរុងក្នុងរឿងផ្សេងសម្បត្តិមនុស្សល្អគឺជាអភរណៈគ្រឿងប្រដាប់តែងខ្លួនគួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែងគួរស្កកងើយឆ្កើតបង្កើតខកចិត្តមនុស្សស្កកមានពិតគំនិតដាបដុនកើតមកជាមនុស្សស៊ីជុះអស់ទុនជីវិតទេរុនគ្មានគុណតម្លៃមនុស្សយើងផលិតជីវិតខ្លួនឯងរៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃប្រាជ្ញសាងជីវិតពិតដូចចរណៃមាសប្រាក់កាឡៃបីដូចមនុស្សខ្លៅប្រាជ្ញសាងជីវិតពិតដូចជាផ្កាយគោចរមិនណាយតម្រង់ទិសដៅឆ្លងកាត់លៀបយោះចិត្តឥតមងសៅតម្រង់ទិសដៅគុណភាពជីវិតពេលស្រឡាញ់ខ្លួនពួនស៊ីឆ្នាំពឹសជីវិតស្មូតត្រឹសរើសកំហាកលិតស្លឹកឈើចាកមេឃជ្រែកខ្យល់វិបរិតគ្មានគោលដៅពិតជីវិតអន្តពេល14ការក្រែងចិត្តកូនជាទីស្រឡាញ់កាលបើកូននឹងធ្វើអ្វីមិនថានៅធ្វើក្នុងផ្ទះរបស់ខ្លួនឯងឬក៏ថាធ្វើនៅទីដទៃណាបើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាងធ្វើឲ្យគេរំខានឬក្តៅកាហាយចិត្តកូនត្រូវប្រយ័ត្នឲ្យណាស់កូនកុំធ្វើអ្វីតាមតែចិត្តចង់ឬប្រកាន់សិទ្ធថាធ្វើបាននោះឡើយកូនត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះផងដូចជានៅផ្ទះជាប់គ្នានៅបន្ទប់ជាប់គ្នាឬក៏នៅបន្ទប់ជាមួយគ្នាជាដើមការក្រែងចិត្តគ្នានេះល្អណាស់នាំឲ្យមិនឆ្លោះគ្នាមិនទាស់ចិត្តគ្នាទេកូនសាងមិត្តល្អជាងសាងសត្រូវមិនល្អទេកូនកុំចេះតែគិតថាណាស្អប់ក៏ស្អប់ទៅទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃនោះឡើយបើចាំបាច់កូននឹងធ្វើអ្វីកូនត្រូវប្រាប់ឲ្យគេដឹងជាមុនឬរឹតតែល្អណាស់ទៅទៀតនោះកូនត្រូវសូមអនុញ្ញាតពីគេរឿងនេះមិនមានខូចខាតអ្វីទេការដែលកូនចេះក្រែងចិត្តអ្នកដទៃនោះគេក៏នឹងក្រែងចិត្តកូនវិញដែរហើយគេសប្បាយចិត្តនឹងអនុញ្ញាតហើយគេអាចទ្រាំបានក្នុងកិច្ចការដែលកូនធ្វើនោះគឺគេមិនក្តៅក្រហាយចិត្តដោយគិតថាកូនរំខានគេនោះឡើយសូមឲ្យកូនយកចិត្តគេមកដាក់ចិត្តកូនមានខ្លួនឯងជាឧបមាចិត្តយើងចិត្តគេកុំធ្វើអ្វីតាមតែចិត្តខ្លួនឯងឲ្យសោះ
សូមឲ្យកូនចាំទុកថាការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អជាក្រមួនស្នេហ៍ជាមេរយាទក្នុងសង្គមនិងជាសុជីវធម៌ធ្វើមិនឲ្យតោះចិត្តអ្នកដទៃផងលើកតួយ៉ាងដូចជានៅក្នុងបន្ទប់ប្រជុំឬកន្លែងសម្ដែងធម៌ទេសនាអ្នកដទៃគេតាំងចិត្តស្ដាប់តែយើងគិតតែជជែកធ្វើឲ្យអ្នកដទៃរំខានតិចយើងប្រកបអាជីពឬក៏ជួសជុលអ្វីដែលនាំឲ្យមានសម្លេងរំខានដល់អ្នកជិតខាងធ្វើឲ្យគេក្តៅក្រហាយចិត្តដូចនេះយើងត្រូវក្រែងចិត្តត្រូវប្រាប់គេខ្លះផងយកចិត្តគេផងបើនឹងត្រូវធ្វើយូរក៏ត្រូវតែក្រែងចិត្តគេឲ្យខ្លាំងយ៉ាងនេះនឹងមិនមានរឿងអ្វីច្រើនទៅនោះទេកូនកុំគិតបែបអ្នកលេងថាមានរឿងក៏មានការគិតបែបនេះជាការគិតរបស់មនុស្សឃើញតែពីបានគិតតែពីខ្លួនឯងមិនគិតដល់ចិត្តថ្លើមអ្នកដទៃផងចូលកូនកុំគិតយ៉ាងនេះឡើយវាជារឿងដែលគួរឲ្យអៀនខ្មាស់ណាស់បថុជននៅល្ងងលួងក្នុងកិលេសដូច្នេះចូលប្រឹងកុំខឹងពេះវាលខ្សែគប់បណ្ឌិតពិតកុំរយាលកុំខ្ជិលដេកត្រៀលកុំអួតខ្លួនឯងមើលចុះភ្នំធំក៏គង់រលាយទឹកបឹងទាំងឡាយហួតដោយសូរសែងខ្លួនយើងតូចម្លឹងត្រូវប្រឹងកោតក្រែងកុំលើកខ្លួនឯងត្រូវក្រែងចេះគេទោះបីទ្រង់គ្រឿងរុងរឿងដោយយសដើរអួតរឹកខ្ពស់យសសូនតទេទ្រង់ចិត្តដោយធัวកាយមិនទំនេរមកកត់សិលលើសេគេឯងបានសុខ15ប្រយ័ត្នពាក្យផ្អែមកូនជាទីស្រឡាញ់កូនគួរប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃដោយចំពោះពាក្យផ្អែមល្ហែមទឹកអំពៅទឹកត្នោតដែលមានរសផ្អែមកាលបើទុកយូរទៅក៏ត្រូវផ្សំនឹងមេផងក៏คล้ายទៅជាទឹកស្វឹងយ៉ាងណាមិញពាក្យសម្ដីផ្អែមល្ហែមរបស់មនុស្សខ្លះក៏អាចធ្វើឲ្យយើងស្វឹងបានយ៉ាងនោះដែរការបើស្វឹងហើយក៏ធ្វើឲ្យវង្វេងភ្លេចខ្លួនបាត់បង់ស្មារតីខូចប្រកដីដែលធ្លាប់តែរៀបសាររហូតដល់តែមានពេលខ្លះត្រូវអស់មាសអស់ប្រាក់ទៀតផងព្រោះជឿពាក្យផ្អែមល្ហែមរបស់គេចូលកូនពិចារណាឲ្យបានល្អអ្នកណាមកនិយាយផ្អែមល្ហែមលើកតម្កើងកូនថាកូនល្អយ៉ាងនេះប្រកែយ៉ាងនោះកូនត្រូវតែប្រយ័ត្នឲ្យមែនទែនកុំប្រញាប់ស៊ីជោរីករាយសប្បាយភ្លេចខ្លួនឲ្យសោះបើកូនមិនស្រវឹងនឹងពាក្យផ្អែមល្ហែមរបស់អ្នកដទៃទេកូននឹងមិនក្តៅក្រហាយស្ដាយក្រោយឡើយត្រីដែលស្លាប់ទៅហើយមកចំណែកនោះព្រោះត្រូវគេបញ្ឆោតដោយនុយដោយលំនៅឋានជាដើមបើវាមិនតាក់ចិត្តជាប់នឹងគ្រឿងបញ្ឆោតទេវាក៏មិនស្លាប់ដែរក្នុងរឿងនេះកូនត្រូវចេះប្រយ័ត្ននឹងអ្វីគ្រប់យ៉ាងមិនចំពោះតែពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយពោលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោតក្នុងលោកកុំឲ្យស្លាប់ដោយត្រីដែលជាប់នុយនោះកូនហើយប្រយ័ត្នគឺជាស្មារតីប្រយ័ត្ននឹងអ្វីគឺល្អទាំងអស់កូនត្រូវចាំពាក្យក្នុងសិភៅកូនមេឪពុកថាភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លេងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះតែលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណក៏ផង16សរសើរនន្ទាជាខ្យល់មាត់កូនជាទីស្រឡាញ់ពេលមានអ្នកអតីមកនន្ទាឬសរសើរកូនត្រូវតាំងសតិឲ្យល្អកុំបណ្ដោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាត
កូនត្រូវគិតមើលតើពាក្យសរសើរឬក៏និន្ទានោះវាពិតឬក៏យ៉ាងណាអាក្រក់តាមគេថាដែរឬទេបើថាពិតយ៉ាងនោះមែនក៏មិនគួរខឹងក្រោធនឹងគេបើថាមិនពិតទេគ្រាន់តែកូនគិតថាគេមិនស្គាល់ឬក៏មិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរៀលដាលទៅជាធំដុំអ្វីឡើយយ៉ាងទៀតបើថាកូនល្អតាមការសរសើររបស់គេមែនក៏បញ្ជាក់ថាគេដឹងរឿងរបស់កូនតាមពិតគ្រាន់តែប៉ុណ្្នឹងឯងតែបើមិនល្អដោយគេសរសើរទេកូនក៏មិនគួររីករាយសប្បាយចិត្តព្រមទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរបើគិតបានធ្វើចិត្តបានដោយពលមនេះក៏រមែងមិនមានអាការៈឡើងចុះទៅនៃចិត្តដែលអ្នកទេនន្ទេឬក៏សរសើរនឹងឯងនន្ទេឬក៏សរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកដល់ហើយក៏ហួសទៅវាមិនអាចធ្វើឲ្យយើងល្អឬអាក្រក់បានឡើយអ្នកណាវង្វេងទៅជាមួយនឹងពាក្យសរសើរឬនន្ទាអ្នកនោះនឹងកើតរោគស័យប្រសាទឬរហូតដល់វិកលចរិតជាពិតប្រកបរំខាននៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់លុះដល់គេហាលអស់ឬហាលសម្ពុតគេថាថ្ងៃក្តៅល្អមានអ្វីផ្គប់ចិត្តនោះលោកត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសិភៅម៉ែពេលច័ន្ទនិងថ្ងៃឥតមានដឹងអ្វីតែត្រូវប្រុសស្រីនន្ទាសរសើរពពករស័ព្ទដូចមានស្លាបហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះធัวល្អឥតខ្ចោះគង់មានគេស្អប់សរសើរនន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យតោះកប់បើកូនតាមប្រាជ្ញកូននឹងមានផប់ត្រូវមួយខុស10កុំយកខាងច្រើន17សម្លឹងមនុស្សល្អឬក៏អាក្រក់កូនជាទីស្រឡាញ់ការដែលកូនលើកតម្កើងឬក៏ព្រមទទួលនរណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសពគ្រប់និងឲ្យជាក់ច្បាស់ជាមុនកូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំកុំគិតតែចំពោះមុខកូនតែប៉ុណ្ណោះគេអាចអរចំពោះមុខកូនគឺគេអាចជួយកូនគេនិយាយល្អរកកូនជាដើមរហូតឲ្យកូនមិនបានមើលឲ្យសពគ្រប់កូនក៏គិតថាគេជាមនុស្សល្អចឹងទៅតាមពិតមនុស្សដែលល្អចំពោះកូនមិនតាន់ប្រកាសថាគេជាមនុស្សល្អពិតនោះទេព្រោះគេអាចសម្លឹងអ្វីពីកូនឬកូនអាចធ្វើនៅអ្វីដែលគេត្រូវការឲ្យគេបានឬយ៉ាងហោចព្រោះកូនមិនបានទៅចំទាស់នៅផលប្រយោជន៍អ្វីរបស់គេទៅគេធ្វើល្អនឹងកូនពំនោះសោតទេព្រោះកូនជាប្តីជាប្រពន្ធឬក៏ជាបងប្អូនជាមួយនឹងគេមនុស្សដែលល្អពិតនោះគឺល្អចំពោះកូនផងល្អចំពោះអ្នកដទៃផងមានទំនួងដូចគ្នាដែរដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អចំពោះមកលើកូនគឺមិនមែនបានសេចក្តីថាគេជាមនុស្សមិនល្អនោះទេនោះដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផងទាំងចំពោះអ្នកដទៃផងដែលម៉ែឪលើកយករឿងនេះមកប្រាប់កូនក៏ដើម្បីឲ្យកូនដឹងទុកតទៅខាងមុខនឹងបានកូនប្រយ័ត្នប្រយែងមិនចេះតែជឿគេងាយមិនត្រូវបានគេបោកបញ្ឆោតយ៉ាងទៀតកូននឹងមិនបានពលរោគអ្នកដទៃណាថាគេជាមនុស្សល្អឬក៏មិនល្អដោយងាយនោះឡើយគឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អឬផ្នែកអាក្រក់ដោយចំណែកតែម្ខាងនោះឯង18ឆ្នាំរក្សាចិត្តកូនជាទីស្រឡាញ់ដែលឈ្មោះថាជាសេចក្តីទុក្ខហើយគឺមិនមាននរណាប្រាថ្នាឡើយប៉ុន្តែគ្រប់គ្នាក៏រមែងមានសេចក្តីទុក្ខជាប់តាមមានសេចក្តីទុក្ខខ្លាំងមានទុក្ខតិចចេះតែមានជាធម្មតាទាំងដែលគ្រប់គ្នាមិនប្រាថ្នានោះឯងសេចក្តីទុក្ខមានពីរយ៉ាងគឺទុក្ខផ្លូវកាយនិងទុក្ខផ្លូវចិត្តទុក្ខផ្លូវកាយរងាប់បានដោយអាហារគ្រឿងស្លៀកពាក់ទីនៅអាស្រ័យថ្នាំកែរោគឯចំណែកក្តីទុក្ខផ្លូវចិត្តវិញត្រូវរក្សាដោយព្រះធម៌ជាថ្នាំកែរោគផ្លូវចិត្តជាថ្នាំកម្លាំងជំនួយឲ្យចិត្តមានកម្លាំងមានសុខភាពល្អនិងជាទីពឹងផ្លូវចិត្តនោះយើងកាលដែលមានរោគផ្លូវកាយបានអាហារបានថ្នាំជាដើមមកបរិភោគថែរក្សាក៏ស្ងប់រងាប់ទៅនៅរោគផ្លូវកាយនោះឯចំណែករោគផ្លូវចិត្តវិញគឺចាំបាច់ត្រូវតែយកព្រះធម៌មកថែរក្សាទៅបានក្តីនេះកូនត្រូវតែយល់ឲ្យបានច្បាស់
មនុស្សណាដែលមិនឃើញការពិតដូច្នេះមនុស្សនោះនៅពេលមានក្តីទុក្ខផ្លូវចិត្តកើតឡើងក៏រមែងជាទុក្ខដោយប្រះចាកទីពឹងសោកសៅពោលរៀបរាប់ឬក៏ស្រែកលោឡាបន្ទោសនេះបន្ទោសនោះចំណែកមនុស្សដែលមានបញ្ញាដឹងក្តីទុក្ខផ្លូវចិត្តថាជារោគរមែងស្ដាប់រៀនសិក្សាពធពិចារណានិងបរិបត្តិទៅតាមព្រះធម៌ដើម្បីរក្សារោគចិត្តរបស់ខ្លួនឲ្យដូចជាការរក្សារោគផ្លូវកាយដែរម្ល៉េះហើយក៏ជាអ្នកមានព្រះធម៌ជាទីពឹងសូម្បីជួបប្រទះជាមួយនឹងសេចក្តីទុក្ខក៏អាចកម្ចាត់ទុក្ខក្នុងចិត្តបាននិងរកសេចក្តីសុខបាននៅក្នុងជីវិតដែលជាសុខប្រសិទ្ធៈនៅទោសទៀតផងការព្យាបាលរោគផ្លូវកាយមិនរើសវ័យថាក្មេងឬចាស់ឡើយឲ្យតែមានជំងឺគឺត្រូវតែព្យាបាលយ៉ាងណាការរក្សាចិត្តដោយព្រះធម៌ក៏យ៉ាងនោះដែរនោះយើងមានលោភៈទោសៈមោហៈជារោគប្រចាំចិត្តនាំឲ្យប្រព្រឹត្តបាបដូច្នេះកូនត្រូវតែមាននៅថ្នាំគឺព្រះធម៌ឲ្យបានជាប្រចាំផងដែរទោះជាកូនស្ថិតនៅក្នុងវ័យណាក៏ដោយកូនត្រូវតែរក្សាចិត្តឲ្យជាប្រចាំរហូតដល់តែបានជាសះស្បើយអស់ទុក្ខអស់កង្វល់ពីសន្តានចូលកូនប្រខាត់ឲ្យមានការយល់ដឹងច្បាស់អំពីព្រះធម៌ទីបំផុតកូននឹងដឹងថាព្រះធម៌នោះល្អយ៉ាងណាចូលកូនពិចារណានៅកំណាព្យនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយចូលកូនប្រុសស្រីកុំបំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ19ការគ្រប់គ្រងចិត្តមនុស្សកូនជាទីស្រឡាញ់ជាវាយនាយដែលមានចិត្តល្អមានយុត្តិធម៌ចេះយល់ចិត្តយល់ថ្លើមនិងជាគ្នាឯងជាមួយកូនចៅមិនយកព្រៀបមិនរកប់សកិនបៀតបៀនកូនចៅរមែងធ្វើឲ្យកូនចៅកក់ក្ដៅក្នុងចិត្តនិងឲ្យនៅសេចក្តីគោរពកោតក្រែងទាំងទីចំពោះមុខទាំងទីកំបាំងមុខត្រឡប់ទៅរកជាវាយនាយព្រមទាំងចងចាំទុកនៅគុណធម៌ទាំងឡាយរហូតដល់ជីវិតរបស់ពួកគេទៀតផងបើកូនមានឱកាសបានធ្វើជាចវាយនាយលើគេឬថាជាអ្នកបង្កប់វិជាគេកូនត្រូវកុំភ្លេចពាក្យម៉ែពាក្យឪត្រង់សេចក្តីនេះឲ្យសោះនេះបើកូនប្រាថ្នាឲ្យកូនចៅដែលនៅក្រៅបង្កប់របស់កូនស្រឡាញ់កក់ក្ដៅក្នុងចិត្តនិងគោរពស្រឡាញ់ដោយស្មោះនោះកូនធ្វើឲ្យអ្នកដែលនៅក្រៅមួយវ៉ាតរបស់កូនស្រឡាញ់ពេញចិត្តគោរពស្ម័គ្រស្មោះនេះគឺថាជាការប្រសើរណាស់ហើយការដែលធ្វើឲ្យគេគ្រាន់តែខ្លាចតែគេមិនគោរពកោតក្រែងនោះមិនប្រសើរឡើយអ្នកគ្រប់គ្រងគេកាលបើប្រើតែព្រះដែកច្រើនជាងប្រគុណរមែងមានតែមនុស្សចេះខ្លាចប៉ុន្តែមិនកក់ក្ដៅក្នុងចិត្តនិងមិនស្រឡាញ់ស្ម័គ្រស្មោះឡើយចំណែកអ្នកដែលប្រើព្រះគុណច្រើនជាងព្រះដែកមនុស្សទាំងឡាយរមែងខ្លាចផងក្រែងផងគោរពដោយស្ម័គ្រស្មោះនិងកក់ក្ដៅនៅក្នុងចិត្តផងយ៉ាងនេះហៅថាអ្នកគ្រប់គ្រងគេបានទាំងកាយទាំងចិត្តអ្នកធំដែលប្រាថ្នានឹងគ្រប់គ្រងចិត្តមនុស្សដោយប្រើអំណាចបង្កប់បញ្ជាដើម្បីធ្វើឲ្យគេកោតខ្លាចនោះគឺជាការយល់ខុសដោយពិតអំណាចពិតប្រាកដកើតអំពីការសាងនៅភាពកក់ក្ដៅឲ្យដល់កូនចៅជាសំខាន់ភាពកក់ក្ដៅដែលបង្កប់ទៅដោយមនោសញ្ចេតនាស្និទ្ធស្នាលគោរពស្រឡាញ់ហើយដក់ជាប់នៅក្នុងកាអៅបេះដូងរមែងកើតពីការឲ្យការអើពើនិងការយកចិត្តទុកដាក់ដូចជាការឲ្យប្រាក់ឲ្យរបស់របរប្រើប្រាស់ឲ្យកម្លាំងចិត្តឲ្យភាពជាគ្នាឯងឲ្យពាក្យណែនាំដែលល្អឲ្យពាក្យពីរោះមានប្រយោជន៍ឲ្យអភ័យឲ្យភាពកក់ក្ដៅបីដូចឪពុកម្ដាយរួមទាំងការឲ្យនៅកិត្តិយសឲ្យភាពពងពោះហាក់ដូចជាតាំងនៅក្នុងឋានៈស្មើគ្នាទៀតផងប៉ុណ្ណេះជាដើមបើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្សកូនត្រូវចេះសង្គ្រោះចេះឲ្យនៅអ្វីដោយក្តីមេត្តាករុណាហើយត្រូវឲ្យជារឿយទៀតផង20ការទទួលខុសត្រូវកូនជាទីស្រឡាញ់ការកូនធ្វើការងារជារបស់ខ្លួនឯងឬការបាននៅការងារដែលអ្នកដទៃប្រគល់ឲ្យធ្វើចំណុចសំខាន់ដែលកូនត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺការទទួលខុសត្រូវការទទួលខុសត្រូវគឺការដែលមាននៅការតាំងចិត្តមានភាពប្រកបក្នុងចិត្តដើម្បីនឹងធ្វើនៅការនោះដើម្បីឲ្យការទាំងនោះសម្រេចទៅដោយរៀបរយល្អនិងតាន់តាមពេលដែលបានកំណត់ទុកអ្នកទទួលខុសត្រូវក្នុងការងារមិនចាំបាច់ឲ្យអ្នកណាមករំលឹកដាស់តឿនមកបង្ខំជារឿយនោះឡើយរមែងជាអ្នកដាស់តឿនខ្លួនឯងជានិច្ចមានស្មារតីដឹងថានេះជាការងារដែលខ្លួនត្រូវធ្វើមនុស្សដែលចេះទទួលខុសត្រូវក្នុងការងារគឺជាមនុស្សដែលពួកគណៈត្រូវការ
ហើយប្រទេសជាតិក៏ត្រូវការដែរមនុស្សចេះទទួលខុសត្រូវរមែងចម្រើនក្នុងការងារជីវិតឈានទៅរកភាពរុងរឿងប្រសើរឡើងផ្ទុយពីមនុស្សដែលខ្វះស្មារតីទទួលខុសត្រូវមនុស្សដែលខ្វះស្មារតីទទួលខុសត្រូវរមែងលេះលោះក្នុងការងាររបស់ខ្លួនមិនគោរពតួនាទីរបស់ខ្លួនធ្វើការងារអ្វីៗបែបមិនពេញចិត្តរើសអើងក្នុងការងារចង់តែសនុកស្រួលចង់តែបានប្រាក់ចង់តែពិជាលើគេឡាកូនយល់ដឹងក្នុងរឿងនេះហើយកូនត្រូវវឹកហាត់ឲ្យជាមនុស្សចេះទទួលខុសត្រូវវិធីវឹកហាត់មិនជាលំបាកប្រហែលទេគឺផ្ដើមដោយការដាស់តឿនខ្លួនឯងឲ្យបានជាមុនដាស់តឿនខ្លួនឯងថានេះជាតួនាទីរបស់យើងជាការងាររបស់យើងជារឿងរបស់យើងដែលខ្លួនយើងនឹងត្រូវចាត់ចែងធ្វើលុះដល់ពេលចុះដៃធ្វើកូនត្រូវព្យាយាមធ្វើឲ្យបានល្អជាទីបំផុតធ្វើឲ្យពេញសមត្ថភាពដែលមានបញ្ចេញកម្លាំងបញ្ចេញការចេះដឹងឲ្យពេញទីហើយផលដែលត្រូវទទួលបានក៏នឹងកើតឡើងដល់ខ្លួនឯងគឺកូននឹងបានទទួលផលដោយត្រង់ការដាស់តឿនខ្លួនឯងជានិច្ចកាលរមែងធ្វើឲ្យភាពនៃការទទួលខុសត្រូវសន្សិនកើតឡើងដល់កូនលុះដល់យូរទៅកូនក៏នឹងក្លាយទៅជាអ្នកចេះទទួលខុសត្រូវម្នាក់ដ៏ប្រសើរកូនសម្លាញ់ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យកូននោះទេចំណេះដឹងនិងការប្រព្រឹត្តល្អព្រមទាំងការចេះទទួលខុសត្រូវតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់21ឱកាសមាសកូនជាទីស្រឡាញ់មនុស្សខ្លះមានអំណាចមានវាសនាបារមីខ្លាំងក្លាមានឱកាសបានទៅអង្គុយក្នុងស្ថានទីខ្ពស់ដែលល្មមនឹងធ្វើអ្វីជាប្រយោជន៍ឲ្យមានការចម្រើនដល់សង្គមនិងប្រទេសជាតិបានប៉ុន្តែបែរជាមិនបានធ្វើទៅវិញធ្វើឲ្យខូចនៅឱកាសមាសដ៏យ៉ាងគួរឲ្យស្ដាយដែលគាត់មិនបានធ្វើមុខតែមកអំពីគាត់មិនបានគិតពិចារណាដល់ឱកាសមាសពិតប្រាកដគិតបានត្រឹមតែថាតំណែងតួនាទីដែលខ្លួនបានទទួលនេះជាកិត្តិយសគេឈ្មោះចំពោះខ្លួននិងជាផ្លូវនៃការបានមកនៅលៀបផ្ទាល់ខ្លួនប៉ុណ្ណោះម្ល៉េះហើយគាត់ក៏សម្ដៅទៅរកតែការរក្សាកិត្តិយសនិងប្រយោជន៍របស់គាត់តែម្យ៉ាងទៅតាមការពិតប្រសិនបើគាត់ប្រើប្រាស់ឱកាសមាសក្នុងគណៈនោះសាងនៅរបស់ល្អស្នាដៃល្អឲ្យដល់ប្រទេសជាតិនិងទុកជាទីរលឹកក្នុងជីវិតនោះឯងគឺជាកិត្តិយសនិងប្រយោជន៍ដ៏សំខាន់ផ្ទាល់ខ្លួនគាត់រហូតដល់អស់ការជាអង្វែងសូម្បីចេញចាកពីតំណែងនោះទៅហើយក៏ដោយមនុស្សទាំងឡាយគេនៅតែពោលដល់គាត់ដោយការលើកតម្កើងសម្រាប់ខ្លួនកូនវិញបើមានឱកាសបានឡើងទៅកាន់ឋានៈពងពោះយ៉ាងណាមួយនោះគឺកុំភ្លេចខ្លួនឲ្យសោះកូនត្រូវប្រើឱកាសមាសនោះសាងនៅប្រយោជន៍សាងនៅអ្វីដែលជាទីរលឹកឲ្យដល់មនុស្សជាតិដើម្បីទុកជាស្នាដៃដែលអ្នកដទៃក្នុងសង្គមជាតិអាចទទួលយកបានដោយសេចក្តីរំភើបរីករាយកូនត្រូវគិតជានិច្ចបើកូនមានបុណ្យបាននៅឋានៈពងពោះមែននោះកូនត្រូវតាំងចិត្តធ្វើឲ្យសម្រេចតាមដូចដែលម៉ែឪបានផ្ដាំបើមិនយ៉ាងនោះទេឋានៈតំណែងនោះនឹងធ្វើឲ្យកូនខូចនៅឱកាសមាសនឹងអាចធ្វើឲ្យកូនខូចខ្លួនខូចប្រាណដោយមិនដឹងខ្លួនទៀតផង22កុំតិចស្រាលកូនជាទីស្រឡាញ់ក្នុងពេលសន្ទនាគ្នានោះរមែងកិច្ចមិនផុតអំពីការលើកយកបុគ្គលនេះបុគ្គលនោះមកនិន្ទាឬក៏ពិចារណាថាយ៉ាងនេះយ៉ាងនោះឡើយកូនត្រូវហាត់ធ្វើចិត្តឲ្យធ្ងន់ក្នុងរឿងនេះព្រមទាំងឲ្យធ្ងន់តិចផងពោលគឺកុំជាមនុស្សតិចស្រាលជឿពាក្យនិយាយរបស់អ្នកណាងាយនោះដោយចំពោះយ៉ាងសំខាន់បើកូនជាអ្នកធំជាអ្នកបង្កប់វិជ្ជាជាមេដឹកនាំឬជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ព្រោះមានមនុស្សខ្លះនិយាយដោយមិនទទួលខុសត្រូវនិយាយទៅតាមតែចិត្តដែលចង់និយាយមិនគិតដល់ផលដែលប៉ះពាល់ទៅលើអ្នកដទៃថាតើអ្នកដទៃក្តៅក្រហាយឬក៏ខូចកេរ្តិ៍ឈ្មោះយ៉ាងណាអ្នកខ្លះនិយាយព្រោះតែស្រួលមាត់ចង់ឃើញអ្នកស្ដាប់យកចិត្តទុកដាក់នឹងស្ដាប់ឬក៏ភ្ញាក់ផ្អើលទៅតាមពាក្យនិយាយរបស់ខ្លួនអ្នកខ្លះនិយាយព្រោះត្រូវការឲ្យគេបែកបាក់គ្នាខ្លះទៀតក៏និយាយព្រោះចង់សង្កត់សង្កិនគេឡាក់មានសពមានគ្រប់រឿងរ៉ាវក្នុងពាក្យសម្ដីរបស់អ្នកនិយាយកូនស្ដាប់មនុស្សទាំងឡាយនិយាយហើយកូនត្រូវថ្លឹងថ្លែងឲ្យល្អកុំប្រញាប់ជឿត្រូវទុកពាក្យសម្ដីរបស់អ្នកដទៃនឹងតិចសិនចុះកុំតាន់យកមកប្រើការត្រូវពិសោធន៍ត្រូវពិចារណាឲ្យបានសពគ្រប់ដូច្នេះកូននឹងមិនបានខូចចិត្តមិនបានក្តៅក្រហាយក្នុងការជាខាងក្រោយឡើយ
មនុស្សតិចស្រាលឆាប់ជឿគេពេករមែងធ្វើឲ្យខ្លួនឯងក្តៅក្រហាយស្ដាយក្រោយខូចគេឈ្មោះមិនជាទីរាប់អានរបស់អ្នកអតីបែបនេះមានច្រើនអ្នកណាស់មកហើយយ៉ាងទៀតមនុស្សតិចស្រាលនោះរមែងធ្វើឲ្យភិយាស្វាមីខ្លួនឯងលែងលះគ្នាចែកផ្លូវគ្នាធ្វើឲ្យគ្រួសារដួលរលំនៅមិនបានសពមនុស្សសោតត្រូវសង្ស័យគ្នាឬក៏ត្រូវក្រៀមក្រំចិត្តជាដើមបែបនេះក៏មានច្រើនមកហើយដែរដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុនទៅជាការល្អ23ការប្រើមនុស្សកូនជាទីស្រឡាញ់ការប្រគល់កិច្ចការឲ្យមនុស្សទៅធ្វើដែលជាទូទៅគេតែនិយាយថាប្រើមនុស្សនោះគឺត្រូវមើលឲ្យល្អជាទីបំផុតត្រូវមើលទាំងមនុស្សត្រូវមើលទាំងការងារពោលគឺត្រូវប្រើមនុស្សឲ្យសមជាមួយនឹងការងារអ្នកណាជំនាញខាងអ្វីធ្លាប់មានពិសោធន៍យ៉ាងណាធ្លាប់ជួបប្រសពហេតុការណ៍យ៉ាងម៉េចរួមទាំងការចេះដឹងនិងការទទួលខុសត្រូវផងការបើប្រើមនុស្សបានសមប្រកបនឹងការងារក៏នឹងធ្វើឲ្យការងារដើរទៅមុខមិនមែនស្ទះបើសិនបើប្រើមនុស្សខុសមិនត្រូវគ្នានឹងការងារទេនោះឬប្រើមនុស្សដែលខ្វះនៅគុណសម្បត្តិប្រើព្រោះតែយល់មុខគ្នាឬប្រើដោយមិនបានពិចារណាដោយល្អិតល្អន់ក្រៅអំពីធ្វើការងារមិនដើរមិនចម្រើនហើយនៅអាចធ្វើឲ្យកើតសេចក្តីអន្តរាយទៀតផងមានតួយ៉ាងជាឧទាហរណ៍ឲ្យឃើញមិនតិចទេដែលអ្នកធំជ្រើសរើសប្រើមនុស្សមិនសមនឹងការងារធ្វើឲ្យការងារនោះមិនមានដំណើរការកន្លែងខ្លះប្រើមនុស្សដែលជាបពួកឬប្រើមនុស្សដែលនៅជាមួយជាមនុស្សដែលខ្វះនៅគុណសម្បត្តិឲ្យទៅធ្វើនាំឲ្យខូចការងារនោះមានការងារខ្លះជាការងាររបស់ប្រទេសជាតិទៀតផងដោយពោលមកនេះកាលបើកូននឹងប្រើអ្នកណានឹងប្រគល់កិច្ចការឲ្យទៅអ្នកណាកូនត្រូវពិចារណាដោយល្អអ្នកណាក៏ដោយទោះបីគេមិនមែនជាបពួករបស់កូនឬគេមិនមានការចេះដឹងថាមិនសូវច្រើនមែនប៉ុន្តែគេធ្លាប់មានពិសោធន៍ទាំងធ្លាប់បានជួបប្រសពនៅហេតុការណ៍ទាំងដែលមាននៅការទទួលខុសត្រូវផងនោះគឺគេអាចធ្វើការងាររបស់កូនសម្រេចទៅបានដោយល្អអ្នកនោះកូនគួរប្រើគេល្អជាងប្រើបពួកគ្នាឯងដែលមិនបានការកូនមិនត្រូវយកការងារមកប្រមាថទេពោលគឺមិនត្រូវប្រមាថធ្វេសប្រហែសក្នុងការងារឡើយបើកូនមានការធ្វេសប្រហែសហើយកូននឹងដួលរលំជាមួយនឹងការងារជារំខានមិនចាំបាច់ពោលដល់អ្នកដែលចេះស្ទើរនោះឡើយសំបីអ្នកដែលចេះស្ទាត់ក្នុងការងារហើយក៏ដោយក៏ត្រូវដួលរលំដែរព្រោះតែប្រមាថធ្វេសប្រហែសដូចជាមនុស្សងងខ្លៅសរុបមកជាមួយនឹងការងារគឺកូនកុំប្រមាថធ្វេសប្រហែសកុំប្រថុយកុំអាងថាមិនអីត្រូវតែហ្មត់ចត់និងប្រយ័ត្នប្រយែងជាទីបំផុតមនុស្សថ្លៃជាងប្រាក់សុចរិតថ្លៃជាងពេជ្រកុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពុនប្រមាណកុំចោលប្រាណដូរយកប្រាក់ចោលប្រាណស្មើលក់ខ្លួនឪពោលផ្ទួនឲ្យប្រចាក់មនុស្សយើងថ្លៃជាងប្រាក់ត្រូវទុកដាក់ខ្លួនឲ្យល្អ24របៀបវិន័យកូនជាទីស្រឡាញ់ផ្កាដែលគេរៀបដាក់នៅក្នុងថូជាដើមកាលណាឃើញក៏សរសើរថាស្អាតនោះគឺថាវាអាស្រ័យនៅលើអ្នកដែលរៀបចំចាត់ចែងឲ្យមានរបៀបផ្កាប្រភេទខ្លះសំបីមិនសូវស្អាតតែបើអ្នកតាក់តែងរៀបចំផ្កាក៏អាចតាក់តែងឲ្យបានស្អាតបានដែរទុយមកវិញសំបីផ្កានោះស្អាតយ៉ាងណាក៏ដោយតែដល់មនុស្សមិនចេះរៀបចំទេក៏ធ្វើឲ្យទៅជាសំណុំបាច់ផ្កាធម្មតាមិនគួរឲ្យចង់គួយគន់ឡើយរបស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏មានដូចគ្នាដែរគឺពិតជាអាចធ្វើឲ្យផ្ទះស្អាតល្អទៅបានបើម្ចាស់ផ្ទះចេះរៀបចំតាក់តែងនោះយើងក៏ដូចគ្នានឹងបានទៅជាមនុស្សដែលគួរឲ្យគយគន់និងគួរឲ្យគោរពរាប់អានឬគោរពជ្រះថ្លាក៏ព្រោះថាម្ចាស់ខ្លួនចេះរៀបចំឲ្យមានរបៀបរៀបរយនោះឯងដែលហៅថារបៀបវិន័យមិនថាតែផ្កាឬក៏របស់របរក្នុងផ្ទះឡើយជាពិសេសសំខាន់បំផុតគឺមនុស្សយើងនឹងឯងហើយដែលទៅជាល្អស្អាតបាននោះព្រោះតែការចាត់ចែងឲ្យមានរបៀបគឺជាសិល្បៈដែលមានការរៀបរយល្អស្អាតគួរឲ្យទស្សនាដូច្នេះមនុស្សយើងទៅគួរប្រព្រឹត្តឲ្យមានរបៀបវិន័យដើម្បីគ្រប់យ៉ាងបានល្អប្រពៃកូនហើយដុំឈើមួយដុំវាជាអង្កត់អស់មែនហើយបើគេមិនឆ្នៃវាទេនោះប៉ុន្តែដុំឈើមួយដុំនោះវាទៅជារបស់មានតម្លៃកាលណាបើឆ្នៃល្អហើយរឹតតែល្អរឹតតែថ្លៃហើយបើឆ្នៃបើឆ្លាក់ឲ្យទៅជាព្រះពុទ្ធបរិមាពុទ្ធរូបនោះអ្នកផងទាំងពួងគេថ្វាយបង្គំដោយពិតកូនត្រូវតែយល់
ហើយកូនត្រូវតែអញ្ចឹងឯងទោះបីមានការខ្វះខាតអ្វីផ្សេងខ្លះតែកូនកុំឲ្យខ្វះរបៀបវិន័យក្នុងខ្លួនឡើយធ្វើអ្វីឲ្យមានរបៀបកុំអត់របៀបឲ្យសោះចាត់ចែងខ្លួនឯងឲ្យមានរបៀបរៀបរយចំពោះពេលវេលាចំពោះការងារនៅក្នុងជីវិតប្រចាំថ្ងៃហើយចំពោះជាពិសេសគឺចូលក្នុងសង្គមនឹងឯងនៅក្នុងសង្គមលោកយើងនេះបើកូនជាមនុស្សប្រសិទ្ធៈរបៀបវិន័យកូននឹងជាមនុស្សដែលមានស្នេហ៍នៅក្នុងកសែភ្នែករបស់អ្នករតីបានយ៉ាងម៉េចទៅដូច្នេះកូនត្រូវតែរៀនត្រូវតែវឹកហាត់នៅអ្វីដែលជាសេចក្តីល្អគ្រប់យ៉ាងដូចជាវឹកហាត់ឲ្យខ្លួនមានរបៀបវិន័យនេះជាដើមនេះឯងជាការកសាងខ្លួនធ្វើល្អបានល្អបវរភាសិទ្ធគុណធម៌ក្នុងចិត្តជីវិតឧត្តមគុណធម៌ចម្រើនកើនព្រោះសន្សំស្មារតីខិតខំកសាងអាត្មាថ្មភ្នំគល់ឈើដើរលើឥតក្រែងលុះដល់តាក់តែងវិចិត្ររចនាឲ្យក្នុងការនៅជាមួយគ្នាមិនថានៅរបៀបជាមិត្តឬជាភរិយាស្វាមីឡើយរមែងមាននៅរបស់មួយមកជ្រែកត្រង់កណ្ដាលចនិចរបស់នោះគឺការយល់ខុសគ្នាជាប្តីប្រពន្ធនឹងគ្នាហើយយូរបន្តិចទៅច្រើនតែយល់ខុសគ្នាងាយមិនថារឿងតូចឬក៏រឿងធំឡើយហើយថែមទាំងញឹកញាប់ជាងរឿងអ្វីទាំងអស់ទៀតផងចូលកុំភ្លេចថាការយល់ខុសគ្នានេះគឺមិនមែនមានត្រឹមតែយល់ខុសពីអ្នកដទៃនោះទេគឺវាមានការយល់ខុសពីការពិតទៀតផងនោះដែលមានការយល់ខុសច្រើនតែមានភាពជជែករឹងរូសមិនព្រមស្ដាប់ពាក្យរបស់អ្នកដទៃគិតថាខ្លួនឯងវាត្រូវតែម្នាក់ឯងចឹងទៅថែមទាំងបន្ទោសអ្នកដទៃថាគេមិនយល់ពីខ្លួនឯងទៀតផងលុះដល់និយាយចុះនិយាយឡើងក៏คล้ายទៅជារឿងធំព្រោះប្រកាន់រៀងខ្លួនក្នុងទីបំផុតក៏បែកគ្នាមើលមុខគ្នាមិនចំកូនគួរចាំទុកថាភាពជជែករឹងរូសព្រោះការយល់ខុសនោះមិនធ្លាប់ឲ្យគុណដល់នរណាឡើយមានតែធ្វើឲ្យកើតការបែកបាក់គ្នាកើតការមិនសប្បាយចិត្តជាមួយគ្នាជាប្តីប្រពន្ធនឹងគ្នាក៏ជាសម្លាញ់នឹងគ្នាទៅជជែករឹងរូសប្រកាន់ទឹកថែតម្លើងមាននេះដាក់គ្នាធ្វើអីបែរមករកគ្នាជែកគ្នានិយាយប្រាប់ការគិតឃើញដល់គ្នាមានហេតុមានផលជាតួវិនិច្ឆ័យរួចហើយក៏បានសប្បាយចិត្តជាមួយនឹងគ្នាមិនល្អទេឬដីប្រពន្ធទោះបីថាមានរូបរាងផ្សេងគ្នាក៏គួរតែមានចិត្តមួយថ្លើមមួយទៅក្នុងផ្ទះនោះមាននៅសន្តិសុខដីប្រពន្ធត្រូវតែជាមនុស្សរកហេតុរកផលជាសំខាន់កុំធ្វើអ្វីស្រេចតែចិត្តចង់របស់ខ្លួនកុំអាងខ្លួនឯងជ្រុលពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នាតែក៏ត្រូវដេកបែកខ្នងដាក់គ្នាព្រោះហេតុតែមិនសប្បាយចិត្តជាមួយគ្នាដីប្រពន្ធត្រូវគ្រប់គ្រងចំណង់កុំឲ្យចំណង់វាគ្រប់គ្រងវិញនឹងត្រូវគ្រប់គ្រងសេចក្តីក្រោធកុំឲ្យសេចក្តីក្រោធវាគ្រប់គ្រងវិញនោះមុនធ្វើមុននិយាយគឺត្រូវមានស្មារតីមានបញ្ញាគ្រប់គ្រងជានិច្ចត្រូវចេះក្រែងចិត្តក្រែងរឿងអ្វីដែលរង្គៀសហើយត្រូវកុំធ្វើកុំនិយាយត្រូវលះទិដ្ឋិមានអ្នកភាពជាចេះរឹងរូសការដែលយល់ខុសហើយនឹងឧបាទាននឹងចេញពីចិត្តទៅដោយយកហេតុផលនិងភាពត្រឹមត្រូវជាគោលបរិបត្តិក្នុងជីវិតជាប្រចាំជាប្តីប្រពន្ធត្រូវតែចេះអាណិតគ្នាហើយស្មោះត្រង់ដល់គ្នា26ចិត្តចង្អៀតនិងចិត្តទូលាយកូនជាទីស្រឡាញ់នោះខ្លះសំបីក្រីក្រទ្រព្យសម្បត្តិប៉ុន្តែគាត់មានគ្នាច្រើនមានពួកផងបងជាមួយមកអ៊ូអនៅក្នុងពេលដែលគាត់មានកិច្ចការងារអ្វីគឺគេតែងតែមកជួយគាត់លុះហើយការងារលំបាកក៏ទៅជាងាយស្រួលចំណែកនោះខ្លះមានទ្រព្យច្រើនមានយសស័ក្តិធំដុំប៉ុន្តែបែរជាខ្វះញាតិខ្វះគ្នាខ្វះពួកផងដល់ទៅថាពេលខ្លះមានមនុស្សច្រើនមែនមកចោមរោមតែនៅក្នុងសភាពទុកចិត្តមិនបានច្រើនព្រោះមកចោមរោមរកផលប្រយោជន៍តែប៉ុណ្ណោះនោះពីរប្រភេទនេះពិនិត្យរកមើលទៅឃើញហើយមិនខ្វះទេនៅក្នុងសង្គមបច្ចុប្បន្នតាមដែលពិតនោះគ្នានេះសំខាន់ណាស់មានការចាំបាច់នៅក្នុងសង្គមគឺត្រូវធ្វើការជាមួយគ្នាត្រូវតាក់ទងគ្នាបើមិនរឿងនេះក៏រឿងនោះដែរហេតុអ្វីដែលធ្វើឲ្យមនុស្សយើងមានគ្នាច្រើនស្រឡាញ់ស្មោះចំពោះគ្នាមានទឹកចិត្តចង់ជួយគ្នាពិតរក្សាគ្នាទៅវិញទៅមកពេលមានការចាំបាច់ក៏មកជួយដោយមិនចាំបាច់ហៅរកហើយមានអ្វីតិចតួចក៏ហុចឲ្យគ្នាគឺព្រោះហេតុមកអំពីមានចិត្តទូលាយនោះឯង
នោះចិត្តទូលាយរមែងមានគ្នាច្រើនផ្ទុយពីមនុស្សដែលអត់ទឹកចិត្តឬក៏មនុស្សដែលចិត្តចង្អៀតនោះចិត្តចង្អៀតរមែងខ្វះគ្នានៅពេលដែលចាំបាច់នឹងរកមនុស្សមកជួយបានដោយលំបាកកាលកូនដឹងដូចនេះហើយក៏សូមឲ្យកូនជាមនុស្សចិត្តទូលាយកុំជាមនុស្សចិត្តចង្អៀតមានអ្វីជួយអ្នកដទៃបានក៏ជួយទៅកុំកំណាញ់កុំស្ដាយព្រោះនេះជាទឹកចិត្តបុណ្យរបស់កូនអ្នកណាកាត់ទុករឿងអីល្មមកូនជួយបានក៏ជួយទៅយ៉ាងហោចណាស់ក៏ជួយឲ្យកម្លាំងចិត្តគេដែរនោះយើងពេលមានទុកបានឃើញអ្នកដទៃមកសាកសួរដោយអើពើមកជួយផ្ដល់កម្លាំងចិត្តឲ្យក៏មានទឹកចិត្តតស៊ូក្នុងជីវិតមិនត្មងត្មោចក៏ដោចក៏ដែងកើតមកជាមនុស្សកូនហើយធ្វើម៉េចនឹងឲ្យមានសុខសំតាមប្រាថ្នាជារហូតទៅបាននោះគង់តែមានថ្ងៃដែលត្រូវមានសេចក្តីទុកខ្លះជាពំខានដល់ថ្ងៃមានទុកមកដល់កូននឹងបានដឹងដល់ទឹកចិត្តរបស់មិត្តភក្តិនេះគ្នាពូផងបងជាមួយនោះថាជាទឹកថ្នាំដ៏វិសេសសម្រាប់លាបត្រឡាបដល់ចិត្តសន្តានរបស់កូនឲ្យកក់ក្ដៅឲ្យកើតការសង្ឃឹមនិងឲ្យមានជាយាមតស៊ូជំនះឧបសគ្គបានយ៉ាងពិតប្រាកដ27កុំយកតម្រាប់តាមគេកូនជាទីស្រឡាញ់កូនគង់តែធ្លាប់បានឃើញមនុស្សពួកខ្លះចូលចិត្តអង្គុយជួបជុំគ្នានិយាយដើមអ្នកដទៃបានអង្គុយជជែកគ្នាពេលណាគឺច្រើនតែយករឿងរបស់អ្នកនេះអ្នកនោះមកនិយាយពីគេក្នុងរឿងផ្សេងសេចក្តីនៃពាក្យនិយាយសិតសឹងតែធ្វើឲ្យគេខូចខាតនៅគេឈ្មោះទាំងអស់ចូលចិត្តធ្វើខ្លួនជាអ្នកចេះដឹងរឿងរ៉ាវដូចជាច្បាស់ដោយខ្លួនឯងអញ្ចឹងទាំងដែលខ្លួនឯងនឹងដឹងពិតខ្លះមិនពិតខ្លះប៉ុន្តែដល់ពេលនិយាយក៏ស្រួលមាត់និយាយឲ្យរអិលដូចលាបខ្លាញ់កូនឯងមនុស្សដែលនិយាយច្រើនប្រព្រឹត្តទៅបានឡើយដែលថាពាក្យនិយាយទាំងអស់សុទ្ធតែជាពាក្យពិតនោះដោយពាក្យចាស់ពោលថានិយាយច្រើនខុសច្រើននេះក៏ពោលចំពោះមនុស្សដែលមិនបានទូលមានខ្លួនមនុស្សប្រភេទនេះកូនកុំយកតម្រាប់តាមឡើយកូនគិតមើលបើមានអ្នកអតីណាយករឿងរបស់កូនឬក៏របស់ម៉ែឪបងប្អូនរបស់កូនទៅនិន្ទាទៅនិយាយក្នុងផ្លូវមិនល្អនោះកូនក៏មុខតែមិនពេញចិត្តដូចគ្នាដែរការនិយាយដល់អ្នកដទៃកូនត្រូវប្រយ័ត្នឲ្យណាស់សូម្បីតែរឿងពិតទាំងដែលជារឿងល្អទៀតផងនោះរឿងល្អរបស់គេការកូននិយាយត្រូវមើលអ្នកស្ដាប់ផងក្រែងគេមិនសប្បាយចិត្តនឹងកូនព្រោះហេតុតែកូនសរសើរអ្នកដទៃបើជារឿងដែលមិនពិតឬជារឿងដែលគិតខ្នែខ្នន់ដៅយកដោយខ្លួនឯងនាំឲ្យមានបាបព្រោះមាត់ខាតពេលឥតប្រយោជន៍កូនគួរតែយកពេលមកគិតរឿងរបស់កូនវិញទៅជាការប្រសើរបើកូនគ្មានរឿងអ្វីត្រូវគិតច្រើនទេកូនសម្រាកទៅឬក៏ត្រូវយកសៀវភៅមកអានមកមើលទៅត្រូវបើកវិទ្យុស្ដាប់ពធទៅវាល្អជាងព្រោះវាមិនកើតទោសពីមាត់និងមិនជាបាបតាមផ្លូវវាចាពាក្យសម្ដីអាក្រក់របស់អ្នករតីសូម្បីចំពោះមករកកូនក៏កូនកុំយកចិត្តទុកដាក់ឲ្យសៅមងចិត្តឡើយបើគេជុំគ្នានិយាយនិន្ទាពីអ្នករតីនិយាយដើមអាក្រក់រឿងអ្វីក៏ជារឿងរបស់គេកូនត្រូវគិតពិចារណាពីខ្លួនឯងវិញអ្វីដែលកូនត្រូវធ្វើអ្វីដែលកូនមិនត្រូវធ្វើនិងអ្វីដែលត្រូវធ្វើមុនអ្វីដែលត្រូវធ្វើក្រោយនេះទៅល្អយកល្អមែនទែនកូនត្រូវដើរចេញពីវងមនុស្សបែបនោះកូនត្រូវចាំពាក្យអង្ក្រោមនេះគ្រោះភ័យចូលមករកខ្លួនតាមផ្លូវមាត់ឯភ័យវិបត្តិចេញទៅរស់អ្នករតីក៏ចេញពីមាត់យើងនឹងដែរអ្នកដែលចូលចិត្តនិយាយរឿងអាក្រក់ពីគេគឺជាមោខៈបរោះមនុស្សអត់គុណធម៌ក្នុងខ្លួនមិនផុតពីអួតខ្លួនឯងបង្អាប់អ្នករតីនិងចូលចិត្តនិយាយឥតបានការដោយប៉ោតអត់ទឹកនៅពេលដែលគេរេច្រើនតែលឺរងរាងដូចនោះឯង28តស៊ូអត់ធន់ទោះធ្ងន់ឬស្រាលកូនជាទីស្រឡាញ់មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិតដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសាររហូតដល់បានសម្រេចសមរម្យនោះជារឿងដែលគួរឲ្យសរសើរណាស់តាមពិតក្នុងโลกនេះអ្នកដែលបានទទួលនៅពេលល្អបាននៅទ្រព្យមរតកស្រាច់ស្រាប់តែម្ដងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះគឺមានតិចអ្នកទេដោយច្រើនគឺចាប់ដើមពីការលំបាកទៅមុន
ហើយទ្រព្យមរតកបានត្រឹមតែកម្លាំងស្មងកម្លាំងចិត្តនិងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងប៉ុណ្ណោះពលគឺមិនបានទទួលនៅមរតកអ្វីជាទ្រព្យសម្បត្តិមាសប្រាក់ឲ្យធំដុំនោះឡើយសំខាន់ណាស់ទៅហើយដែលមរតកនោះគឺជាជីវិតកម្លាំងកាយចិត្តនិងចំណេះវិជ្ជាមរតកម៉ែឪគឺជីវិតកម្លាំងកាយនិងចំណេះវិជ្ជាកូនល្មមយល់បានហើយឯចំណែកមរតកគឺកម្លាំងចិត្តបានដល់ទឹកចិត្តតស៊ូព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀនអប់រំទូលមានកូននិងធ្វើជាគំរូរហូតមកកូនត្រូវពង្រឹងកម្លាំងចិត្តឲ្យដល់ព្រមជាមួយគ្នានឹងកម្លាំងកាយចំណេះវិជ្ជាធ្វើជីវិតកូនឲ្យមានខ្លឹមសារការប្រើកម្លាំងស្មងនិងទឹកចិត្តប្រឹងប្រែងតស៊ូក្នុងជីវិតអត់ធន់ចំពោះការងារមិនរួញរាចំពោះឧបសគ្គទើបអាចបានដល់នៅឋានៈដ៏ប្រសើរមានជីវភាពធូរធារដោយទ្រព្យសម្បត្តិដោយតែកូនបានឃើញហើយអ្នកខ្លះខ្វះការតស៊ូព្យាយាមចង់ទៅសនុកចូលចិត្តទៅសបាយហើយនឹងថ្នមខ្លួនប្រភេទមនុស្សជន់អាចមន់មិនពេកនោះគឺมันមានឱកាសសាងនៅឋានៈឲ្យពងខ្ពស់និងឲ្យជីវិតរស់នៅបានសុខស្រួលឡើយសំបីមានមរតកច្រើនថឹកសន្ធាប់យ៉ាងណាมันយូរឡើយនឹងបំផ្លាញអស់មិនខានកូនហើយជីវិតគឺការតស៊ូពាក្យនេះធ្លាប់មានមកយូរហើយដូច្នេះឧបសគ្គក្នុងជីវិតកូនត្រូវចាត់ទុកជាថ្នាំកម្លាំងកាលបើមនុស្សយើងមានការតស៊ូក្នុងជីវិតក៏រមែងបានជួបប្រទះនៅឧបសគ្គគឺសេចក្តីលំបាកជាធម្មតាតែសូមឲ្យកូនគិតថាសេចក្តីលំបាកនោះជាថ្នាំកម្លាំងដែលនឹងជំរុញឲ្យកូនប្រឹងប្រែងជាយាមតស៊ូដើម្បីយកឈ្នះសេចក្តីលំបាកនោះរហូតបានដល់ទិសដៅគឺភាពប្រសើរនៃជីវិតនៃបាឧបសគ្គរឹតតែខ្លាំងជោគជ័យក៏រឹតតែមានតម្លៃម៉ែឪមិនមាននៅមរតកដែលជាទ្រព្យសម្បត្តិអ្វីច្រើនទុកឲ្យកូននោះទេតែកូនក៏បាននៅជីវិតកម្លាំងកាយកម្លាំងចិត្តនិងចំណេះវិជ្ជាព្រមល្មមសពគ្រប់ហើយកូនត្រូវប្រើរបស់ទាំងនេះឲ្យបានសម្រេចតាមបំណងប្រាថ្នារបស់កូនទៅចុះ29គូតស៊ូដ៏ពិតប្រាកដកូនជាទីស្រឡាញ់ក្នុងកិច្ចការគ្រប់យ៉ាងនេះអ្នកដែលធ្វើត្រូវមានការតស៊ូនិងមាននៅសេចក្តីលំបាកផ្សេងអ្នកដែលធ្វើការបានសម្រេចគឺជាអ្នកបានឆ្លងនៅឧបសគ្គនៃការងារនោះរួចមកហើយទោះជាឧបសគ្គធ្ងន់ក្តីស្រាលក្តីការដែលខំពុះពៀនៅឧបសគ្គរហូតបានសម្រេចសុទ្ធតែដោយការតស៊ូជាមួយនឹងឧបសគ្គនោះតែប៉ុណ្ណោះមិនមែនកន្លងផុតបានដោយការកិច្ចជៀសឬក៏លោតកន្លងដោយជាកន្លងរបងនោះទេកូនត្រូវពុះពៀចូលទៅកណ្ដាលឧបសគ្គនោះដូចជាទូកអញ្ចឹងឯងត្រូវឆ្លងកាត់រលកកាត់ខ្យល់ឬក៏មនុស្សយើងត្រូវដើរកាត់កម្ដៅថ្ងៃទៅដូច្នោះឯងទើបអាចបានឆ្លងផុតរលកខ្យល់ឬក៏កម្ដៅថ្ងៃនោះទៅបានតាមពិតការតស៊ូជាមួយនឹងឧបសគ្គពិតជាលំបាកណាស់នោះគឺថាវាមិនជាការលំបាកណាស់ទៅពេកទេបើយើងបានតស៊ូជាមួយនឹងចិត្តខ្លួនឯងរហូតដល់ទៅបានឈ្នះផ្លូវចិត្តខ្លួនឯងជាមុនហើយនោះចិត្តរបស់យើងនេះឯងដែលជាគូតស៊ូពិតប្រាកដរបស់មនុស្សយើងការតស៊ូជាមួយនឹងចិត្តរបស់ខ្លួនឯងនេះលំបាកជាងការតស៊ូជាមួយនឹងឧបសគ្គផ្សេងជាខាងក្រៅដូចជារងាក្តៅហាលភ្លៀងហាលខ្យល់ស្រេកឃ្លានអីជាដើមហ្នឹងការតស៊ូជាមួយនឹងចិត្តឲ្យឈ្នះនោះគឺត្រូវដាស់តឿនចិត្តឲ្យភ្ញាក់ខ្លួនមិនឲ្យទម្រាន់មិនឲ្យរាថយឲ្យចិត្តមានកម្លាំងមិនឲ្យអស់កម្លាំងចិត្តជាមុនកាលបើតស៊ូជាមួយចិត្តរបស់ខ្លួនឯងបានឈ្នះហើយមានកម្លាំងចិត្តរឹងប៉ឹងហើយក៏អាចតស៊ូជាមួយនឹងឧបសគ្គខាងក្រៅបានមិនជាលំបាកអីទៅពេកទេដូចថាយើងខ្លាំងយើងលើករបស់ធ្ងន់រួចដោយសេចក្តីសង្ឃឹមថានឹងបានឆ្លងរួចពីឧបសគ្គទៅនោះគឺថាមានសុវត្ថិភាពល្អមានជោគជ័យដោយសារកម្លាំងចិត្តរឹងប៉ឹងនឹងឯងបើសិនបើយកឈ្នះចិត្តខ្លួនឯងដោយការពុះពៀនៅឧបសគ្គសំខាន់គឺសេចក្តីខ្ជិលការរួញរានិងការអស់កម្លាំងចិត្តមិនបានទេតើនឹងអាចទៅតស៊ូជាមួយនឹងឧបសគ្គអ្វីបានទៅតស៊ូជាមួយនឹងចិត្តខ្លួនឯងឲ្យបានឈ្នះជាមុនណាកូនក៏នឹងអាចឈ្នះអ្វីគ្រប់យ៉ាងក្នុងโลกបានព្រោះថាក្នុងโลกនេះមិនមានការតស៊ូណាឲ្យខ្លាំងក្លាដូចជាការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយអត្តាហេអត្តនោនេថោកោហេនេថោបរោសិយាខ្លួនជាទីពឹងពំនឹងអាត្មាអ្នកផ្សេងមកដេចរានឹងថាពឹងបានអត្តនាហេសតន្តេអ្នកទូនមានខ្លួនជាអ្នកក្លាហានច្បាំងនឹងកិលេសក្នុងចិត្តសន្តាន
ខ្លួនល្អកល្យានព្រះបានត្រាស់ថានេថាំងលបតិទុលភាំងបាននៅធម្មំទីពឹងអស្ចារ្យទីពឹងនេះក្រកំរអ្នកណាក្នុងវដ្តសង្សារស្រវាតោងបាន30ក្អួតចេញមកទៅបានធូរកូនជាទីស្រឡាញ់គង់តែមានថ្ងៃណាមួយមិនខានដែលមនុស្សយើងត្រូវជួបជាមួយនឹងសេចក្តីទុក្ខឬបញ្ហាដែលធ្វើឲ្យចិត្តចង្អៀតចង្អល់មាននៅកង្វល់ជាទុក្ខកង្វល់ដែលមិនអាចប្រាប់អ្នកដទៃឬជាទុក្ខដែលខ្លួនឯងគិតថាអ្នកដទៃណាក៏មិនអាចនឹងជួយបានដែលទុក្ខបែបនេះនឹងធ្វើឲ្យកើតការធុញថប់ក្នុងជីវិតនៅម្នាក់ឯងតែងតែដកដង្ហើមធំគិតច្រើនតលតែឈឺក្បាលបាយមិនបានតម្រានមិនលក់ដែលអាចបណ្ដាលឲ្យកើតរោគសរសៃប្រសាទបានដោយងាយកាលបើកូនបានជួបប្រសពនៅភាវៈជាទុក្ខដោយតែបានពោលមកហើយនេះកូនកុំលាក់ទុក្ខតែម្នាក់ឯងត្រូវកុំឲ្យនៅតែក្នុងខ្លួនកូនគឺកូនត្រូវបញ្ចេញមកខាងក្រៅនឹងធ្វើឲ្យកូនបានធូរស្រាលប្រៀបដូចជាការហើមពោះទល់លាមកដល់ពេលតោបងបានអស់មកក៏ធូរពោះស្រួលខ្លួនអញ្ចឹងទៅយ៉ាងណាការធុញថប់ការត្រេះរិះកង្វល់ក្នុងរឿងផ្សេងដែលមាននៅក្នុងចិត្តក៏ដូចគ្នាត្រូវតែបញ្ចេញមកខាងក្រៅយ៉ាងនោះឯងមានបញ្ហាខ្លះពិតមែនតែគេមិនលាក់ទុកតែឯងប៉ុន្តែគេបញ្ចេញមកខាងក្រៅដោយការសងសឹកដោយការបៀតបៀនដោយអំពើហិង្សាផ្សេងឲ្យដល់អ្នកដទៃនៅក្នុងសេចក្តីនេះកូនត្រូវកុំបញ្ចេញមកជាដាច់ខាតវិធីបញ្ចេញនៅទុកកង្វល់ភាពធុញថប់ឬក៏ភាពសពប់សពូននៃចិត្តដែលល្អបំផុតនោះគឺពោលឲ្យអ្នកដទៃស្ដាប់ក្នុងលំដាប់ថ្នាក់ដំបូងនោះគឺមេត្តាបិតាកូនមានរឿងកើតទុកតឹងណែនក្នុងទ្រូងយ៉ាងណាកូនត្រូវជម្រាបឲ្យមេត្តាបិតាបានជ្រាបពោលគឺឲ្យម៉ែឪហ្នឹងបានស្ដាប់នឹងឯងម៉ែឪមិនជាពឹសមិនជាភ័យសម្រាប់កូនឡើយម៉ែឪរមែងដឹងចិត្តកូននិងយល់ពីកូនជានិច្ចសូម្បីពេលខ្លះមិនអាចដោះស្រាយបញ្ហាឲ្យកូនបានក៏ដោយតែម៉ែឪគឺជាកន្លែងដែលសម្រាប់កូនក្អួតដាក់កូននឹងរៀបរាប់នឹងយំនឹងសម្ដែងនៅសេចក្តីទុក្ខលំបាកឬបំណងយ៉ាងណាចំពោះមុខម៉ែឪក៏បានទាំងអស់បើធ្វើយ៉ាងនេះហើយកូនអាចនឹងថាសប្បាយចិត្តឡើងបានខ្លះឪពុកម្ដាយក៏រីករាយនឹងស្ដាប់រីករាយនឹងដឹងឪពុកម្ដាយព្រមទទួលនៅសេចក្តីទុក្ខរបស់កូនជានិច្ចចូលកូនកុំឃើញឪពុកម្ដាយជាអ្នកដទៃផ្សេងណាទៀតឲ្យសោះភាពធុញថប់ភាពតានតឹងចង្អៀតចង្អល់ទុក្ខកង្វល់ទាំងអស់របស់កូនគឺកូនគួរតែមកអួតមកបន្ទោបង់ដាក់ឪពុកម្ដាយចោះកុំទុកឲ្យតឹងណែនក្នុងខ្លួនកូនតែម្នាក់ឯងនោះពុកម្ដាយព្រមធ្វើជាកថោឬក៏ជាបង្គន់របស់កូនជានិច្ចតាំងតែពីកូននៅក្នុងផ្ទៃម្ដាយមកម្លេះតែបើកូនមានសេចក្តីអត់ធន់អាចតស៊ូបានប្រឹងប្រែងដោះស្រាយបានគ្នាឯងក៏ជាការល្អចាំបាច់ជំរាបមកដល់មេត្តាបិតាឲ្យគាត់ព្រួយបារម្ភប៉ុន្តែថាវាមានទៅតាមកម្រិតនៃរឿងរ៉ាវទាំងអស់នោះដែលកូនមិនអាចអត់ទ្រាំបានឬក៏មិនអាចនឹងថាឲ្យស្ងប់រងាប់ក្នុងចិត្តមានអ្នកដទៃណាដើម្បីនឹងបញ្ចេញនៅរឿងរ៉ាវទាំងអស់នោះនឹងក៏គួរជំរាបមេត្តាបិតាដើម្បីថាគាត់មានឧបាយដែលនឹងអាចជួយកូនបានយ៉ាងណាតាមទឹកចិត្តមេត្តាបិតាក៏មិនចង់ឲ្យកូនទុកលំបាកតែឯងហើយក៏ទៅធ្វើរឿងអីដែលខុសកំគងឬក៏ធ្វើអត្តឃាតអីនៅនោះទេប្រាប់មកមេត្តាបិតាគាត់ជួយដោះស្រាយបានយ៉ាងណាហើយកូនក៏បានរស់នៅជាសុខក៏ជាសេចក្តីសុខរបស់ម៉ែឪទៅនឹងឯង31ភ្លើងចំណែនកូនជាទីស្រឡាញ់មានធម្មជាតិម្យ៉ាងនៅពេលដែលកើតដល់អ្នកណាហើយនឹងធ្វើឲ្យអ្នកនោះក្តៅងុំក្នុងចិត្តកើតការញាប់ញ័រក្នុងទ្រូងហើយនឹងឈឺផ្សាធម្មជាតិដែលហៅមកនេះគឺថាការចំណែនឬក៏រិស្យាការចំណែនកើតឡើងក្នុងចិត្តនៅពេលដែលឃើញអ្នកដទៃបានល្អជាងខ្លួនរៃលេងមែនទែនគឺអ្នកដែលបានល្អជាងខ្លួននោះជាសត្រូវឬជាគូប្រកួតគ្នាជាមួយនឹងកូនខ្លួនឯងដែលធ្វើឲ្យការចំណែនរឹងរិតតែឡើងកម្លាំងខ្លាំងឡើងអ្នកដែលមាននៅការចំណែនរមែងបាត់បង់នៅសេចក្តីសុខដោយមិនដឹងខ្លួនឃើញអ្វីចេះតែទាស់មុខទាស់មាត់ទាស់ភ្នែកទាស់ត្រចៀកទាំងអស់
គឺជាការដូរផ្លាស់អំពីទឹកចិត្តមេត្តាករុណាមកជាចិត្តដែលឥតគុណធម៌មានការចង្អៀតចង្អល់និងអ្នកដទៃជានិច្ចការចំណែននេះគឺការសាហាវណាអាចក្តៅខ្លាំងណាស់កូនហើយរហូតដល់ទៅថ្នាក់សម្លាប់គ្នារហូតហើយចង់ពីវេរាចឹងទៅហៅថាជាភ្លើងចំណែននេះនៅពេលដែលឆេះឡើងរមែងដុតចិត្តមនុស្សឲ្យក្តៅរលរាលរហូតគ្រប់ពេលភ្នក់ភ្លើងនេះពិតមែនតែថានឹងឆេះឡើងបានងាយប៉ុន្តែក៏ដោយសារឃើញសត្រូវឬគូប្រជែងនឹងបានល្អតែប៉ុណ្ណោះបើសិនបើអ្នកដែលបានល្អនោះជាមនុស្សដែលខ្លួនឯងស្រឡាញ់វិញបាបធัวគឺអ៊ីសាការចំណែននឹងមិនកើតឡើងឡើយពេលកូនបានដឹងដូច្នេះហើយកូនត្រូវប្រយ័ត្នឲ្យណាស់ចំពោះបាបធัวប្រភេទនេះដើម្បីកុំឲ្យកើតឡើងបានកូនត្រូវវឹកហាត់ឲ្យជាមនុស្សមានចិត្តទូលាយអ្នកដទៃមិនថាជាមិត្តឬជាសត្រូវមិនថាជាមនុស្សដែលកូនស្រឡាញ់កូនស្អប់ឡើយគឺថាគេមានសិទ្ធិបានទទួលនៅសេចក្តីសម្រេចក្នុងរឿងផ្សេងដូចជាមនុស្សទូទៅដែរបើកូនត្រេកអររីករាយជាមួយនឹងគេមិនបានទេកូនគួរតែដាក់ចិត្តឲ្យបង្ងើយធ្វើដូចជាមិនដឹងមិនឃើញចឹងទៅឬថាត្រឹមតែជាចិត្តឃើញត្រឹមតែជាចិត្តឮត្រឹមតែជាចិត្តដឹងរឿងប៉ុណ្ណឹងជាដើមតែវាមិនត្រូវភ្លើងចំណែននឹងដុតចិត្តសន្តានរបស់កូនឲ្យឆេះដៅនោះឡើយអ្វីកើតឡើងសុទ្ធតែមានហេតុត្រឹមត្រូវយើងមិនដឹងថាត្រូវទៅចំណែននឹងគេយ៉ាងដូចម្ដេចនោះឡើយកូនត្រូវចាំទុកថាកុំចង់បានរបស់ដែលអត់កុំជាប់ចិត្តនឹងរបស់ដែលមានអ្វីកើតព្រោះមានហេតុអ្វីដែលកើតឡើងហើយសុទ្ធតែប្រែប្រួលបើកូនខ្វះគុណធម៌កូនចំណែនចំពោះសេចក្តីល្អរបស់គេដូច្នេះអ្នកដែលក្តៅក្រហាយពិតហ្នឹងគឺជាកូនខ្លួនឯងជាកូនមិនមែនគេនោះទេរឿងអ្វីដែលកូនត្រូវមកបង្កាត់ភ្លើងទុកត្រង់ដើមទ្រូងឲ្យឆេះខ្លួនឯងគ្រប់គ្រានេះវាជាការល្ងងរបស់កូននឹងណាស់ចូលកូនកុំជាមនុស្សល្ងងខ្លៅឡើយកុំចំណែននឹងគេកុំទៅដុតទ្រូងដុតចិត្តខ្លួនឯងសោះណាកូន32គិតអ្វីឲ្យវែងកុំបែងខ្លីកូនជាទីស្រឡាញ់ពាក្យចាស់បុរាណបានពោលហើយគឺថាគិតអ្វីឲ្យវែងបានទីក្តីថាធ្វើអ្វីក៏ដោយឲ្យមើលមុខមើលក្រោយឲ្យវែងឆ្ងាយពោលគឺសម្លឹងមើលអនាគតកាលពាក្យនេះមានន័យសំខាន់ណាស់ព្រោះមនុស្សដែលសម្លឹងមើលកិច្ចការក្នុងការវែងឆ្ងាយនោះរមែងនឹងបានទទួលនៅសេចក្តីសម្រេចក្នុងកិច្ចការងារផ្សេងដែលខ្លួនធ្វើក្នុងរយៈកាលយូរពាក្យថាកុំបែងខ្លីគឺកុំគិតខ្លីមនុស្សដែលមើលអ្វីខ្លីកញ្ញុចមើលឃើញអ្វីនៅទៅនឹងមុខមើលផលក្នុងរយៈខ្លីប្រុសស្រីដូចនេះគេហៅថាមនុស្សគំនិតខ្លីឬក៏គំនិតអស់មកបាយរមែងបានទទួលនៅផលសម្រេចក្នុងពេលខ្លីតែប៉ុណ្ណោះมันមានអ្វីជាសំខាន់ឡើយរួចហើយក៏ត្រូវដួលចុះអស់ទីពឹងយ៉ាងទៀតមនុស្សគិតអ្វីខ្លីរមែងធ្វើអ្វីដោយសេចក្តីប្រមាទធ្វើដោយប្រញាប់មិនគិតមុខមិនគិតក្រោយធ្វើទៅតាមតែចំណង់រមែងក្តៅក្រហាយក្នុងការជាខាងក្រោយអស់មួយជីវិតមនុស្សខ្លះគិតខ្លីពេកក៏คล้ายទៅជាឃាតករមនុស្សខ្លះទៀតធ្វើអត្តឃាតខ្លួនឯងឡាកាលដែលកូននឹងធ្វើនៅកិច្ចការងារអ្វីក៏ដោយកូនត្រូវសម្លឹងឲ្យវែងឆ្ងាយដោយពាក្យថាបិទភ្នែកឲ្យជិតសម្លឹងឲ្យឆ្ងាយបើការងារនោះរឹតតែធំដុំនិងសំខាន់នៅក្នុងជីវិតកូនត្រូវតែគិតឲ្យវែងឆ្ងាយជាទីបំផុតផងដែរហើយត្រូវមានស្មារតីរក្សាឲ្យបានខ្ជាប់ខ្ជួនកូនមានគិតឃើញទេថាមានការងារខ្លះមានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀតជាមួយនឹងការងារកូនត្រូវចាំទុកថាខ្លាចលំបាកតែខ្ជិលមិនព្យាយាមមិនរួចពីសេចក្តីលំបាកឡើយខ្វះសេចក្តីអត់ធន់ការងារមិនបានល្អខ្វះការតស៊ូការងារមិនសម្រេចរវល់តែរឿងស្នេហាកាន់ការងារធំមិនបានព្រោះសេចក្តីប្រហែសធ្វេសការងារដែលចេះស្ទាត់ហើយនោះត្រឡប់ទៅជាទទួលបរាជ័យដោយបុគ្គលល្ងងខ្លៅរស់នៅដើម្បីធ្វើការមិនមែនធ្វើការដើម្បីត្រឹមតែរស់នោះទេមិនមាននរណាគាំទ្រយើងឲ្យខ្ពង់ពោះក្រៅអំពីខ្លួនឯងដែលគោរពនៅការងាររបស់ខ្លួននោះឡើយកុំជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់ឲ្យសោះ
ការងារអាក្រក់នាំទៅរកភពងងឹតហើយការងារល្អនាំទៅរកភពភ្លឺស្វាងការងារដែលប្រសិទ្ធៈទោសជាមង្គលដល់ដំការងារជាអាយុជីវិតជាកិត្តិយសលក្ខការងារមានតម្លៃជាងអ្វីទាំងអស់ព្រោះការងារនាំឲ្យបានរួចផុតចាកអំពីសេចក្តីទុក្ខទាំងពួងសេចក្តីទុក្ខទាំងប្រមាណដែលបានពោលហើយនេះសម្រាប់ឲ្យកូនរៀនគិតឲ្យបានវែងនៅក្នុងជីវិតគិតអ្វីឲ្យវែងកំបែងខ្លីជាពាក្យការពីបុរាណគិតអ្វីឲ្យវែងកំបែងខ្លីវិស័យចង់ស្រីមើលរឹកពេផ្គប់ស្ដាច់តោងតាមប្រតិយាផ្គប់រះដូចគ្នាតោងមើលចិត្តភៀវមកតោងមើលអាការចេញពោលពាក្យម្ដេចមិញគង់ឃើញពិតពាក្យស្លែងក្រែងស្លូតជួនជាមិត្តពាក្យពិតជួនពេលមកមេលមិញលាក់ក្លៀកសសាងប្រត់ចិត្តនៅខ្មៅចោលប្រាជ្ញតាមខ្លៅចង់ជៀសបាបយកវែកឲ្យដឹងរសប្រៃសាបយកខ្សាច់មកគៀបបានប្រេងឬឫស្សីធ្វើខ្លះដាក់គ្មានថ្នាំងគងស្គររគាំងវែងមិនលឺសូរិយាមិនយកជាបន្លឺជឿធឺអំពិលអំពែកសត្វ33ការត្រៀមខ្លួនទុកជាមុនកូនជាទីស្រឡាញ់ក្នុងជីវិតមួយថ្ងៃនៃមនុស្សយើងនេះរមែងតែងតែមានរឿងដែលនឹងត្រូវឲ្យដោះស្រាយជារឿយបន្តិចរឿងនេះបន្តិចរឿងនោះពេលខ្លះក៏បាននាំមកនៅក្តីលំបាកយ៉ាប់យ៉ឺនមកប្រគល់ឲ្យទៀតផងព្រោះដោះស្រាយអត់បានកូនក៏ធ្លាប់ជួបប្រសពរឿងរ៉ាវនេះមកខ្លះហើយក្នុងសេចក្តីនេះកូនត្រូវត្រៀមខ្លួនឲ្យដល់ព្រមពោលគឺត្រៀមការពារទុកជាមុនដោយពាក្យថាការពារទុកមុនស្រណុកជាងដោះស្រាយប្រៀបដូចជាការដើរផ្លូវឆ្ងាយចឹងឯងគឺត្រូវត្រៀមរៀបចំអ្វីទុកជាមុនឲ្យសពគ្រប់មិនថាជាការដាក់ផែនការស្បៀងអាហារពុតអាវអ្វីឡើយគឺត្រូវតែឲ្យដល់ព្រមទាំងយានពាហនៈទាំងមាសប្រាក់លុយកាក់សម្រាប់ចាយវាយលាក់លុះដល់ពេលវេលាហើយក៏ចាប់យកអ្វីដែលបានត្រៀមរៀបចំជាស្រេចនោះដើរផ្លូវទៅតាន់ពេលដល់ដើរទៅហើយមិនមានខ្វះអ្វីឡើយការត្រៀមរៀបចំឲ្យដល់ព្រមគឺជាកិច្ចការពារនិងដោះស្រាយបញ្ហាដែលល្អជាទីបំផុតការបើមានបញ្ហាកើតឡើងក៏ដោះស្រាយបានតាន់ពេលប្រៀបម្យ៉ាងទៀតដូចជាត្រៀមទឹកសម្រាប់លួចភ្លើងឬត្រៀមថ្នាំដែលចាំបាច់សម្រាប់ព្យាបាលដូច្នោះឯងក្នុងការរស់នៅកូនត្រូវត្រៀមកាយត្រៀមចិត្តត្រៀមទាំងគំនិតគិតទុកជាមុនគឺថាតទៅនឹងជាយ៉ាងណាបើយ៉ាងនោះមែនតើត្រូវធ្វើដូចម្ដេចហើយឥឡូវនេះត្រូវធ្វើអ្វីដូចនេះជាដើមការត្រៀមរៀបចំទុកជាមុនដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់ថាមិនប្រមាទមនុស្សដែលមិនប្រមាទគឺថាជាមនុស្សដែលមិនមានការធ្វេសប្រហែសមិនអាងថាមិនអីគឺតែងតែត្រៀមអ្វីក្នុងដំណើរជីវិតទុកជាស្រេចដូច្នេះសំបីរឿងចាស់ឈឺស្លាប់រឿងការព្រាត់ប្រាសនិងរឿងផលកម្មដែលតែងតែមានជាប្រចាំគ្រប់គ្នាអ្នកដែលមិនប្រមាទហ្នឹងក៏បានគិតទុកជាស្រេចហើយដែរដល់ពេលរឿងនោះមកដល់ចិត្តក៏រមែងស្ងប់រងាប់មិនញាប់ញ័រចូលកូនកុំប្រមាទក្នុងជីវិតកុំធ្វើឲ្យប្រយោជន៍បាត់បង់ទៅជាមួយនឹងពេលវេលាឲ្យសោះបើប្រយោជន៍មិនបាត់បង់ទេគឺនៅជាប់តាមខ្លួនកូនជានិច្ចនោះកូននឹងជាមនុស្សល្អរហូតចូលកូនចាំចោះថាមិនមានអ្នករួមដំណើរណាក្នុងជីវិតដែលនាំមកនៅភាពរីករាយឲ្យដូចជាខ្លួនកូនឯងដែលជាមនុស្សល្អនោះឡើយដូច្នេះកូនត្រូវតែរួមដំណើរជាមួយនឹងខ្លួនឯងជាមនុស្សល្អកូនត្រូវតែត្រៀមរៀបចំនៅប្រយោជន៍គឺអំពើល្អគ្រប់យ៉ាងក្នុងជីវិតរបស់កូន34ទឹកចិត្តពិតជាសំខាន់កូនជាទីស្រឡាញ់ឪពុកនិងម៉ែធ្លាប់ប្រាប់កូនមកហើយថាមនុស្សយើងកាលនឹងទៅនៅក្នុងទីណានៅជាមួយនឹងអ្នកណាក៏ដោយសូមឲ្យកូនជាមនុស្សមានទឹកចិត្តកូនហើយខ្វះអ្វីអាចខ្វះបានតែកុំឲ្យខ្វះទឹកចិត្តគឺកុំឲ្យមានចិត្តចង្អៀតចង្អល់គិតតែពីបានមកខ្លួនឯងមិនគិតគេផងនោះឡើយនោះយើងបើខ្វះទឹកចិត្តហើយគឺមិនមានអ្នកណាចង់មកនៅឬក៏មកគប់រោគដោយពិតប្រាកដកាលដែលគេចិត្តទៅទ្រាំនៅក៏ព្រោះមកអំពីគេមិនទាន់រកផ្លូវទៅបានតែប៉ុណ្ណោះពីដូចទីកន្លែងដែលក្រទឹកដូច្នោះឯងមនុស្សសត្វមិនប្រាថ្នានឹងរស់នៅឡើយចង់តែទៅនៅទីណាកន្លែងណាដែលមានទឹកបរិភោគប្រើប្រាស់គ្រប់គ្រាន់តែប៉ុណ្ណោះម្លែកមនុស្សដែលមានទឹកចិត្តរមែងតែងតែមាននៅពពួកជនមកពឹងពាក់ពំនាក់អាស្រ័យហើយបាន
នៅហើយក៏មិនប្រាថ្នានឹងចាក់ចេញទៅដែរសំបីដល់ទៅថាទីកន្លែងចង្អៀតក៏ចេះតែនៅបានដោយពាក្យថាចង្អៀតកាយកុំតែចង្អៀតចិត្តកូនដឹងយ៉ាងនេះហើយគួរតែព្យាយាមធ្វើខ្លួនឲ្យជាមនុស្សមានទឹកចិត្តជាពិសេសនោះគឺថាជាមួយមនុស្សដែលនៅចិត្តគ្នានឹងកូនហ្នឹងមនុស្សដែលកូនត្រូវពឹងពាក់អាស្រ័យគេដើម្បីជួយធ្វើការងារអីដូចជាកូនឈ្នួលឬក៏កូនចៅនៅក្រៅមួយវាតជាដើមអ្វីដែលកូនអាចជួយបានកូនជួយគេទៅកូនត្រូវចាំថាមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការអ្វីក៏ដោយឲ្យតែគេត្រូវការរមែងមានតម្លៃជាសំខាន់ទៅទៀតគឺរបស់ក្រមនុស្សមានទឹកចិត្តកម្ររស់ណាស់នៅក្នុងលោកថែមទាំងណានាក៏ត្រូវការមនុស្សដែលមានទឹកចិត្តដែរណាកូនក្នុងគ្រួសារក្នុងភូមិស្រុកទាំងក្នុងសង្គមជាតិសុទ្ធតែត្រូវការមនុស្សដែលមានទឹកចិត្តនេះណាស់ដូច្នេះកូនត្រូវតែជាមនុស្សមានទឹកចិត្តណាដែលធ្លាប់បានធ្វើល្អធ្វើប្រយោជន៍ឲ្យដល់កូនកូនត្រូវកុំភ្លេចគុណបុណ្យរបស់អ្នកនោះកូនត្រូវតបស្នងសងគុណដោយទឹកចិត្តប្រកបដោយកតញ្ញូតាធម៌កូនត្រូវមានរង្វាន់មានកម្លាំងចិត្តឲ្យដល់អ្នកអតីដែលគេធ្លាប់បានធ្វើនៅសេចក្តីល្អមករកកូនយ៉ាងហោចណាស់ក៏កូនត្រូវសរសើរចំពោះសេចក្តីល្អរបស់គេដើម្បីឲ្យគេបានរីករាយចិត្តផងដែរការ